ơi ở từចិត្តដល់បនទៀនមិនដឹងមិនរលុយអត់បានសោះហ្មងប្រឹងដែរនឹងមួយឆ្នាំទល់មួយឆ្នាំមិនក៏វេទនាមេះលោកឲ្យលោកហើយទៅពេលចិត្តដល់បនទៀនខ្ញុំនេះរកលុយមិនបានសោះឲ្យទៅពេលបនទៀនខ្ញុំនេះគ្មានលុយមួយរៀលសោះគិតទៅនឹកឡើងស្រណោះខ្លួនក៏ចាំងរកអ្វីមិនបានគិតទៅនឹកឡើងស្រណោះខ្លួនក៏ចាស់រកអ្វីមិនបានកលេចមើលទៅមិត្តភក្តិគេមានលុយណាវិឡាមានឡានកលេចមើលទៅមិត្តភក្តិគេមានលុយណាវិឡាមានឡានក្នុងចិត្តក៏ខ្មាស់អៀនមិនហ៊ានដើរទៅក្បែរគេក្នុងចិត្តខ្ញុំក៏ខ្មាស់អៀនមិនហ៊ានដើរទៅក្បែរគេថាប្រយ៉ាប់អើយយ៉ាប់ឆ្នាំនេះឆ្នាំមុនក៏ដូចជាឆ្នាំណាណាឲ្យតែពេលបនទៀនសាពិបាកម្លេះទេថាមិនចង់និយាយដឹងនាំខ្មាស់គេរងៃប្រឹងណាស់ខ្ញុំបណ្ដាលនៅទំនេរកប៉ោះលីសាញ់ពុះអស់រែកដីធ្វើស្រែធ្វើចំការទុំមេឃលៀងហាថ្ងៃរោងចក្រសំណង់សហគ្រាសក្រុមហ៊ុនគេសួរខ្ញុំសល់អីសល់ដែរគឺបំណុលនឹងកូន2កូន3ឃើញក្បាលពោះធំធំស្មានអុកញ៉ាសេដ្ឋីតែមិនមែនទេត្រឹមជាកវីអ្នកចម្រៀងតូចតាចគ្មានឈ្មោះលបាញ់ល្បីរៀបរាប់រឿងពិតជីវិតខ្ញុំរាល់ថ្ងៃប្រឹងតោងប្រឹងឡើងឈងចាប់ក្តីស្រមៃគេមើលមិនទាន់ឃើញព្រមមិនទាន់ល្បីទូបង្អោនកាយយ៉ាក្រាបសំពះលើដៃចង់ជួបចង់រាប់ក៏វាគ្មានតម្លៃគេតែងបដិសេធរវល់នេះរវល់នោះជួបក៏គ្មានន័យពេលកំពុងពិបាកតោកយ៉ាក្រក្រេដើរចេញទៅអផុតកំអោយគេសង្ស័យគោលដៅកំបោះបងលុតដំកែខែរហូតបានផ្លែផ្កាជំរឿអ្នកណាហៅអ្នកណាជាមិនអ្នកណាជាសត្រូវនៅតែស្គាល់នៅតែរាប់យករហូតដល់ឥឡូវជីវិតជីវិតបើយើងមិនទាន់ខ្លាំងយើងមិនទាន់មានបានទេកុំចង់ស្គាល់គេហើយក៏កុំចង់ឲ្យគេស្គាល់យើងហិតឈើជំរៀងខ្ញុំបែបស្រុកស្រែរំបានគ្រប់ខែគ្រប់រដូវជំរៀងខ្ញុំបែបស្រុកស្រែរំបានគ្រប់ខែគ្រប់រដូវពុកម៉ែពូមីងរំទៅខំឬត្រូវស្រាប់បានហូហែពុកម៉ែពូមីងរំទៅខំឬត្រូវស្រាប់បានហូហែយើងរំជើងវាំងឡាំធូនបែបប្រពៃណីខ្មែរយើងរំជើងវាំងឡាំធូនបែបប្រពៃណីខ្មែរក្រំពុនលឺដួងខែជួបមកជុំគ្រួសារក្រំពុនលឺដួងខែជួបជុំគ្រួសារយើងណាប្រយ៉ាប់អើយយ៉ាប់តែឆ្នាំនេះឆ្នាំមុនក៏ដូចជាឆ្នាំណាណាឲ្យតែពេលបនទៀនសាពិបាកម្លេះទេថាមិនចង់និយាយដឹងនាំខ្មាស់គេរងៃប្រឹងណាស់ខ្ញុំបណ្ដាលនៅទំនេរកប៉ោះលីសាញ់ពុះអស់រែកដីធ្វើស្រែធ្វើចំការទុំមេឃលៀងហាថ្ងៃរោងចក្រសំណង់សហគ្រាសក្រុមហ៊ុនគេសួរខ្ញុំសល់អីសល់ដែរគឺបំណុលនឹងកូន2កូន3ឃើញក្បាលពោះធំធំស្មានអុកញ៉ាសេដ្ឋីតែមិនមែនទេត្រឹមជាកវីអ្នកចម្រៀងតូចតាចគ្មានឈ្មោះលបាញ់ល្បីរៀបរាប់រឿងពិតជីវិតខ្ញុំរាល់ថ្ងៃប្រឹងតោងប្រឹងឡើងឈងចាប់ក្តីស្រមៃគេមើលមិនទាន់ឃើញព្រមមិនទាន់ល្បីទូបង្អោនកាយយ៉ាក្រាបសំពះលើដៃចង់ជួបចង់រាប់ក៏វាគ្មានតម្លៃគេតែងបដិសេធរវល់នេះរវល់នោះជួបក៏គ្មានន័យពេលកំពុងពិបាកតោកយ៉ាក្រក្រេដើរចេញទៅអផុតកំអោយគេសង្ស័យគោលដៅកំបោះបងលុតដំកែខែរហូតបានផ្លែផ្កាជំរឿអ្នកណាហៅអ្នកណាជាមិត្តអ្នកណាជាសត្រូវនៅតែស្គាល់នៅតែរាប់យករហូតដល់ឥឡូវជីវិតជីវិតបើយើងមិនទាន់ខ្លាំងយើងមិនទាន់មានបានទេកុំចង់ស្គាល់គេហើយក៏កុំចង់ឲ្យគេស្គាល់យើង